ស្ដីអ្នកទាំងអស់គ្នាជាទីគោរពរាប់អានតើអ្នកទាំងអស់នេះរាប់អានទៅជួបសុភមត្តដែរទេដែលនៅតាមបណ្ដោយព្រំដែនកម្ពុជាហើយនិងប្រទេសឡាវហើយខ្ញុំក៏បានទៅលេងនៅទីនោះហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាហើយនឹងមកកន្លែងមួយផ្សេងទៀតដែលខ្ញុំបានទៅនៅតំបន់ខេត្តស្ទឹងត្រែងផងដែរនៅជ្រោះសុភមត្តនេះពេលដែលខ្ញុំទៅដល់គឺខ្ញុំបានរៀបចំអាហារនៅពីផ្ទះដើម្បីទៅអង្គុយញ៉ាំនៅទីនោះហើយបន្ទាប់មកខ្ញុំក៏បានថតរូបលេងជាមួយនឹងក្រុមគ្រួសារជាដើមហើយទេសភាពដែលខ្ញុំថតនៅជុំវិញនេះដែលមើលឃើញមានទឹកធ្លាក់ពេលដែលយើងអង្គុយញ៉ាំបាយនៅទីនោះជាបទពិសោធន៍របស់ខ្ញុំគឺផ្ទាល់តែម្ដងគឺទោះបីជាក្តៅបន្តិចប៉ុន្តែអត់មានអារម្មណ៍ថាក្តៅខ្លាំងទៅយើងញ៉ាំបាក់អាកាសទេដោយសារទឹកនៅកន្លែងហ្នឹងរៀងខ្លាំងដែរអញ្ចឹងពេលដែលធ្លាក់មកគឺស្រែកឡើងខាងលើរៀងត្រជាក់បន្តិចផងដែរហើយនេះគឺជាទេសភាពដែលយើងអាចមើលបានរវាងទឹកជ្រោះនៅតាមព្រំដែនប្រទេសយើងនិងប្រទេសឡាវផងដែរតើអ្នកទាំងអស់គ្នាធ្លាប់ទៅទីនោះដែរទេអ្នកទាំងអស់គ្នាយល់ឃើញថាយ៉ាងណាដែរចំពោះខ្ញុំនេះគឺជាលើកទី1ដែលខ្ញុំបានទៅដល់ទីនោះខ្ញុំយល់ឃើញថានៅទីនោះគឺមានភាពស្រស់ស្អាតតាមបែបធម្មជាតិហើយខ្ញុំក៏បានមកដល់តំបន់មួយទៀតដែលដូចបង្ហាញក្នុងរូបមិញអញ្ចឹងពេលដែលខ្ញុំមកដល់គឺខ្ញុំឃើញគេលក់ចំណីអាហារនិងរបស់ញ៉ាំនៅតាមផ្លូវចូលជាហូរហែផងដែរដែលនេះគឺខ្ញុំបានថតបានខ្លះដែលអាចអ្នកនរគ្នាបានមើលឃើញបានចំពោះនៅទីកន្លែងនេះគឺខ្ញុំនិងក្រុមគ្រួសារបានមកតែមួយផ្លែទេមកមើលទេសភាពនៅទីនេះហើយនេះខ្ញុំឃើញថាមានកន្លែងអង្គុយសម្រាប់ឲ្យអ្នកដែលញ៉ាំអីនៅទីនោះមានការងាយស្រួលទៀតហើយគេក៏មានប្រគំតន្ត្រីផងដែរថាតើអ្នកទាំងអស់គ្នាធ្លាប់ទៅដល់ទីនោះដែរទេហើយយល់ឃើញថាយ៉ាងម៉េចដែរចំពោះការញ៉ាំនៅទីនោះនេះគឺជាទេសភាពដែលខ្ញុំបានថតឃើញថានៅទីនោះគឺជាវារីអគ្គិសនីដែលខ្ញុំលើកថាជារបស់ប្រទេសឡាវជួបគ្នានៅវីដេអូលើកក្រោយ